សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកពីរបៀបរកចំនួនសិស្សជាប់ធ្លាក់ហើយនិងចំណាត់ថ្នាក់របស់សិស្សបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំលើកយកប្រមូល3គឺប្រមូល30រ៉ែងហើយនិងអ៊ីបបាទអញ្ចឹងចំពោះប្រមូល30គឺយើងប្រើវាសម្រាប់បូកបន្ទុកបញ្ចូលគ្នាប្រមូលរ៉ែងគឺយើងប្រើវាសម្រាប់រកចំណាត់ថ្នាក់ហើយនិងប្រមូលអ៊ីបគឺយើងប្រើវាសម្រាប់បែបលក្ខខណ្ឌបាទអញ្ចឹងកុំឲ្យខាតពេលយូរតោះអញ្ចឹងជាដំបូងដើម្បីបានបន្ទុកទាំងអស់គ្នាសរុបទាំងអស់គឺយើងប្រើប្រមូល30ដាក់ស្មើ30 SUM ហើយបងប្អូនបើវងកញ្ចក់បងប្អូនស្អីពីដើមនៅចុងដូចខ្ញុំចែកឲ្យបងប្អូនបិទវងកញ្ចក់វិញហើយជឿនថាបាទអញ្ចឹងនេះបន្ទុកវានឹងរកតាមបែបនេះអញ្ចឹងដើម្បីសរុបបានទាំងអស់នេះវាដល់ក្រុមចែកដើម្បីដឹងបន្ទុកសរុបអញ្ចឹងបងប្អូនមកចាំដាក់ស្មើប្រមូល30មួយចេះមិនយូរទេបងប្អូននេះបងប្អូនធ្វើខ្ញុំចាក់នេះបងប្អូនឃើញកែងកាយនេះមានចុចទួយមួយនេះបងប្អូនដាក់ម៉ៅចំហ្នឹងមកវាបោះខ្មៅចេះហើយអូសចុះក្រោមចេះមកបន្ទុកវានឹងលោតឡើងសរុបឲ្យយើងអូតូចឹងហ្មងណាបាទអញ្ចឹងបន្ទុកយើងបានហើយអញ្ចឹងយើងចង់បានចំណាត់ថ្នាក់តើយើងគួរធ្វើបែបណាអញ្ចឹងគឺយើងដល់ប្រមុនរាំងយើងនេះយើងដាក់ស្មើរាំងមកស្មើរាំងANK ហើយបងប្អូនបើកញ្ចក់បងប្អូនsẽយកបន្ទុកនេះបន្ទុកដើមវានេះហើយបងប្អូនដាក់ក្បៀសមួយបងប្អូនសេចក្ដីនឹងត្រៃមកហើយបងប្អូនអូសចុះក្រោមហើយបងប្អូនបិទមុខកញ្ចក់វិញប៉ុន្តែក៏តន់ចុច Enter បាទអញ្ចឹងនេះយើងដាក់សញ្ញាដុល្លារសិនកុំឲ្យវារែងថ្នាក់ទៅផ្សេងអញ្ចឹងណាអញ្ចឹងយើងដាក់សញ្ញាដុល្លារមកអញ្ចឹងសូមបញ្ជាក់ដាក់សញ្ញាដុល្លារហ្នឹងយើងដាក់តែកន្លែងនេះបានហើយពីរក្រហមនេះបានហើយអាកន្លែង54និង59នេះប៉ុន្តែពណ៌ក្រហមអាកន្លែងនេះអត់ដាក់ទេបាទអញ្ចឹងពេលដាក់យើងដាក់តែកន្លែងអមសងខាងអក្សរបានហើយដាក់ខ្ញុំចែកជមើលបាទអញ្ចឹងដាក់សញ្ញាដុល្លារមកនេះអមសងខាងចេះមកពេលដាក់រួចហើយអញ្ចឹងបងប្អូនគ្រាន់តែចុច Enter មកបន្ទុកsorry បងប្អូនចំណាត់ថ្នាក់វានឹងឡើងបែបនេះអញ្ចឹងដើម្បីដឹងថាបណ្ណាចប់វិ1 2អញ្ចឹងទៅបងប្អូនដាក់ម៉ៅចំកន្លែងកាយនេះអ្នកកាយនេះបងប្អូនដាក់ចំកាយចឹងមកហើយវាចេញសញ្ញាពណ៌ខ្មៅចេះហើយបងប្អូនអូសចុះក្រោមចេះមកនេះយ៉ានេះអញ្ចឹងឃើញចំណាត់ថ្នាក់ឯងបងប្អូនលេខ1 2 3 4 5 6គឺឃើញហើយបានទៅពីណាគេបាទអញ្ចឹងបន្ទុកក៏យើងរកបានចំណាត់ថ្នាក់ក៏យើងរកបានតែនៅក្នុងនោះយើងអត់ដឹងថាសិស្សណាធ្លាក់សិស្សណាជាប់ទេអញ្ចឹងដើម្បីបានសិស្សដើម្បីដឹងថាសិស្សណាធ្លាក់សិស្សណាជាប់គឺយើងប្រើប្រព័ន្ធ if ដើម្បីដាក់លក្ខខណ្ឌវាបាទអញ្ចឹងយើងស្មើ if មកបងប្អូនបើកវងកញ្ចក់នេះអញ្ចឹងបងប្អូនមុននឹងយើងដឹងចំនួនសិស្សជាប់កធ្លាក់គឺយើងមើលលក្ខខណ្ឌជាសិននេះអញ្ចឹងលក្ខខណ្ឌយើងមានចំណាំចាអញ្ចឹងចំណាំបន្ទុធ្លាក់អញ្ចឹងបើសិនជាបន្ទុស្មើ32ក៏ក្រោម32គឺធ្លាក់អញ្ចឹងបន្ទុជាប់ស្មើ33ក៏33គឺជាប់បាទអញ្ចឹងយើងស្រេចមកសេចបន្ទុយើងចេះមកហើយបងប្អូនដាក់ធំជាងបាទអញ្ចឹងនេះធំជាងគឺស្មើ33ហើយបងប្អូនដាក់ក្បៀសមួយមកបងដាក់ថ្មីកណ្ដុរហើយបងប្អូនសេសជាប់មកជាប់ហើយបងប្អូនដាក់ថ្មីកណ្ដុរវិញមកហើយក្បៀសបាទហើយបងប្អូនដាក់សេសធ្លាក់តែមុនសេសធ្លាក់បងប្អូនដាក់ថ្មីកណ្ដុរសិនហើយបងប្អូនសេសធ្លាក់មកបាទហើយបងប្អូនបិទមុខចោលវិញសុំទោសបងប្អូនដាក់ថ្មីកណ្ដុរទៅមកបិទថ្មីកណ្ដុរវិញមកហើយបងប្អូនបិទមុខចោលឲ្យជឿនថាបាទអញ្ចឹងនេះយើងដឹងហើយថាពេលណាជាប់ណាធ្លាក់អញ្ចឹងបងប្អូនដាក់ម៉ៅឲ្យចំកាយនេះមកហើយបងប្អូននោះចុះក្រោមនេះអញ្ចឹងនេះនៅក្នុងហ្នឹងគឺយើងបានហើយបងប្អូនគឺសិស្សជាប់មួយអ្នកធ្លាក់មួយអ្នកអញ្ចឹងណាបាទ
នេះអញ្ចឹងនៅក្នុងហ្នឹងគឺជាប់3នាក់ត្រាក់3នាក់បាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងហើយបើសិនជាបងប្អូនអាចយល់ធម្មតាបងប្អូនអាច comment នៅក្នុងវីដេអូនេះបានសូមអរគុណ